រឿងសត្វឬលោកនិងស្រមោចខ្មៅនៅលើដើមជ្រៃក្បែរមាត់ស្ទឹងមានសត្វឬលោកមួយរស់នៅថ្ងៃមួយរលកកំពុងទៅលើមែកឈើគឺគុនរកចំណីនៅខាងក្រោមស្រាប់តែឃើញស្រមោចមួយហ្វូងកំពុងលង់ទឹកស្រមោចទាំងនោះខំតោងគ្នាដើម្បីឡើងមកលើគោកវិញប៉ុន្តែការខិតខំរបស់ពួកវាមិនបានសម្រេចសោះរលកឃើញដូច្នេះក៏មានចិត្តអាណិតអាសូរជាពន់ពេកវាហើរទៅទំមែកឈើងាប់មួយកំណាត់យកមកដាក់ក្បែរហ្វូងស្រមោចទាំងនោះដើម្បីធ្វើជាស្ពានស្រមោចតោងឡើងស្រមោចទាំងអស់បានរួចផុតពីសេចក្តីស្លាប់គ្រប់គ្នាពួកស្រមោចបានថ្លែងអំណរគុណដល់លោកដែលបានជួយសង្គ្រោះពួកគេថ្ងៃក្រោយមកពេលដែលលោកកំពុងទម្លើមែកឈើស្រាប់តែមានព្រានព្រៃដើរមកដល់ព្រានព្រៃឃើញលោកក៏តម្រង់ស្នាបំរុងនឹងបាញ់ហ្វូងស្រមោចឃើញហើយក៏ស្រុះគ្នាជួយយកអាសាលោកវិញម្ដងឆ្លៀតពេលដែលព្រានកំពុងតែស្រងាវភ្នែកបំរុងនឹងបាញ់ពួកស្រមោចក៏នាំគ្នារោមខំជើងព្រានដោយដឹងថាព្រានចង់បាញ់ខ្លួនលោកក៏ហើរចេញទៅសត្វឬលោកក៏រួចជីវិតហើយពួកគេក៏បានចងមិត្តនឹងគ្នាតាំងពីពេលនោះទៅគំនិតនៃរឿងមិត្តល្អចេះជួយគ្នាក្នុងគ្រាក៏គ្រាអាសន្ននិងគ្រាដែលត្រូវការជំនួយ